បងប្អូនមែនតើទៅថ្មនេះប្រៀបដូចទៅនឹងស្រកានាគអញ្ចឹងបងប្អូនបាទគឺខ្លាចមែនតើបងប្អូនបាទដោយសារតែថ្មធ្លាប់តែឃើញថ្មធម្មតាសភាពលក្ខណៈថ្មទូទៅអញ្ចឹងណាប៉ុន្តែថ្មនេះគឺយើងចេញមកគឺយើងខ្លាចខុសពីគេបងប្អូនរបៀបដូចយើងចាក់ពុំហើយរៀបបន្ទប់អញ្ចឹងណាបងប្អូនប៉ុន្តែជាក់ស្ដែងមែនតើទៅគឺជាប្រភេទថ្មធម្មជាតិទេបងប្អូនណាបាទហើយយើងមើលទៅដូចជាសកានាគអញ្ចឹងបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុខនីមរួមនឹងបងបានធ្វើដំណើរទៅខាងរមណីយដ្ឋានគិរីរម្យម្ដងទៀតហើយបងប្អូនហើយចំពោះទីតាំងដែលខ្ញុំទៅនេះគឺគេហៅថាពុទ្ធស្ថានភ្នំទេវៈព្រៃធូដងបងប្អូនណាហើយនេះគឺជាសកម្មភាពនៅតាមផ្លូវអូខេបងប្អូនឥឡូវនេះយើងបានមកដល់ភ្នំគិរីរម្យបងប្អូនណាបាទឥឡូវយើងកំពុងរៀបចំសម្ភារៈទៅថ្វាយនៅខាងលើបងប្អូនបាទគឺយើងនៅចំណតឡានឡើយទេបងប្អូនណាបាទយកกระดาษរៀបចំអីវ៉ាន់ទៅបដាបន្ទាប់ពីយើងបានរៀបចំនៅសម្ភារៈដង្វាយផ្សេងរួចរាល់ឥឡូវនេះគឺយើងត្រៀមនឹងឡើងទៅលើតែម្ដងហើយចំពោះទេសភាពវិញពុកម៉ែបងប្អូនគឺស្អាតខ្លាំងមែនតើចំពោះទីតាំងនេះតើបងប្អូនណាខ្លះដែលធ្លាប់មានអនុស្សាវរីយ៍មកដើរលេងជួបជុំគ្រួសារមិត្តភ័ក្តិបងប្អូនបាទចំពោះខ្ញុំវិញគឺលើកទី1ហើយសម្រាប់ខ្ញុំនៅតំបន់នេះហើយក៏សូមអរគុណបងប្រុសទាំងអស់គ្នាដែលបាននាំខ្ញុំឲ្យបានស្គាល់នៅទេសភាពដ៏ស្រស់ស្អាតមួយនេះនិយាយធ្វើតាមមុនដាក់នៅជើងវាទៅមុនលោកបងអូតហើយបងត2តលួយដាក់តាមនេះថ្មម្ដុំបងប្អូនទីតាំងដែលខ្ញុំកំពុងតែធ្វើការបង្ហាញនេះគឺមានឈ្មោះថាពុទ្ធស្ថានភ្នំទេវៈព្រៃធូដងបងប្អូនណាបាទចំពោះទីតាំងនេះវិញគឺកំពុងតែមានការកសាងរូបសំណាកជាច្រើនដោយពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូជាក់ស្ដែងនេះហើយមិនមែនមានត្រឹមតែប៉ុណ្ណឹងទេនៅខាងលើនេះក៏មានច្រើនជាងនឹងទៀតបងប្អូនបាទមែនតើនៅក្នុងវីដេអូនេះខ្ញុំបាទរៀបរាប់មិនបានអស់ទេបងប្អូនក៏ប៉ុន្តែខ្ញុំព្យាយាមធ្វើការបង្ហាញពុកម៉ែបងប្អូនតាមរយៈវីដេអូឃ្លីបមួយនេះហើយបងប្អូនដែលបានមកលេងនៅរមណីយដ្ឋានគិរីរម្យខ្ញុំលើកទឹកចិត្តបងប្អូនឲ្យមកទស្សនានៅតំបន់នេះផងដែរដោយសារតំបន់នេះគឺមានចម្លាក់ផុសគឺស្អាតខ្លាំងមែនទែនពេលខ្ញុំមកដល់ទីនេះគឺខ្ញុំនៅតែមិនអស់ចិត្តហើយនៅតែស្ងើចសរសើរដល់ម្ចាស់ចម្លាក់មែនទែនបងប្អូនគឺគាត់ពូកែរចនាស្អាតខ្លាំងមែនទែនបងប្អូនហើយបើយើងមើលគំនូរជាក់ស្ដែងនីមួយគឺខ្ញុំឲ្យ10លើស10តែម្ដងដោយសារបើយើងមើលជាក់ស្ដែងទៅគឺស្អាតប្រណិតមែនទែនបងប្អូនណាបងប្អូនកុំឲ្យតែខ្ញុំចេះតែថាណាបងប្អូនបាទបើសិនជាបងប្អូនបានទៅលេងនៅតំបន់នោះបងប្អូនអាចឈានចូលទៅមើលទស្សនានៅចម្លាក់ផុសនឹងបានបងប្អូនបាទគឺស្អាតណាស់បងប្អូនអើយបើសិនជាយើងទៅមើលមួយថ្ងៃបើសិនជាយើងអង្គុយគុណមើលឲ្យបានជាក់លាក់គឺច្បាស់ណាស់ប្រកាសជាដកចិត្តមិនរួចទេពីគំនូរផុសទាំងនេះបងប្អូនណាបាទគឺស្អាតមែនតើបងប្អូនបាទខ្ញុំមិនចេះថានិយាយទេបងប្អូនអាចទៅមើលផ្ទាល់ខ្លួនឯងបានកំពុងតែជក់ចិត្តដើរមើលសុកស្រាប់តែមានភ្លៀងធ្លាក់ក៏សម្រេចចិត្តចុះទៅក្រោមវិញបាញ់ហើយបងប្អូនយើងបាញ់ហើយហើយកាន់ចុះទៅក្រោមវិញបងប្អូនណាចម្លាក់លើថ្មមែនតែនទៅដើរមួយថ្ងៃនេះកុំឲ្យតែអស់ចិត្តដោយសារតែភ្លៀងពេកចឹងក៏សម្រេចចិត្តបង្ខំចិត្តចុះមកខាងក្រោមដើម្បីគេចភ្លៀងណាបងប្អូនបាទយើងជិះមកដល់ខាងក្រោមនោះមេយើងឆ្លាស់ក៏ឈប់ឡានថតរូបថតអីសិនបងប្អូនជាទូទៅបងប្អូននៅពេលដែលយើងដើរទៅណាទៅណីបើថាយើងមានសម្រាមយើងគួរតែខ្ចប់ទុកដោយបានត្រឹមត្រូវយើងមិនអាចបោះចោលពេញនឹងបានទេជាពិសេសគឺតំបន់ទេសចរណ៍នឹងតែម្ដងហើយជាចុងក្រោយវីដេអូនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ like ជួយ share នៅវីដេអូនេះចែករំលែកទៅកាន់បងប្អូនទស្សនាបន្តទៀតអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាជួបគ្នាជាមួយខ្ញុំបាទសុខនីមនៅវីដេអូក្រោយ